សណ្ដែកទៅសក់តឡាចដែលដាំថ្ងៃមុនហ្នឹងឥឡូវហ្នឹងគេដុះហើយការដាំហ្នឹងរឿងទីទៅចិត្តដែរផ្លេចទៅថាគេដាំហ្នឹងគេត្រាំគ្រាប់អត់ហើយខ្ញុំក៏អត់បានត្រាំដែរប៉ុន្តែមានអីដុះល្អប៉ុនគេដែរតើហើយមួនហ្នឹងក៏នៅក្នុងទ្រុងទៀតអញ្ចឹងជាទីគួរប្រសើរសម្រាប់ម្ចាស់ខ្លាំងមែនទែនតែម្ដងមានទ្រុងប៉ុណ្្នឹងហើយណាក៏លេខភ្នែកតែមួយផ្លេតទេមកពីក្រោយវិញមានណាណែចេញពីទ្រុងពីកាលទេហើយឡើងទៅដល់ចាមិនត្រឹមតែចឹកដំណាំយើងទេឡើងទៅដេកលើដំណាំរបស់យើងនឹងតែម្ដងធ្វើដូចអត់មានបញ្ហាអីទាំងអស់ហើយបើនិយាយអំពីអ្នកដាំដូចជាខ្ញុំវិញគ្រាន់តែថាឃើញមន់រួចតែពីទ្រុងហ្នឹងនិយាយពីប្រហោងពួកហើយមិនដឹងថាវាចឹកអីគេខ្លះទេអញ្ចឹងរត់ទៅមើលភ្លាមតែម្ដងមានណាចឹកតសក់តឡាចស្ដែកទៅតាមដាំនឹងឯងតែអត់អីទេខ្ញុំមានក្របចឹងទៅខ្ញុំយកវាទៅជួសបដាហើយដើម្បីឲ្យវាដុះមករៀងតាន់គ្នាប៉ុន្តែគាត់ថាមកទាំងអស់ហ្នឹងវាអត់បានចឹក 100% ឧទាហរណ៍ថាមាន4ដើម5ដើមអញ្ចឹងវាចឹក1ដើម2ដើម1ដើម2ដើមអញ្ចឹងណាហើយមន់វាចូលចិត្តណាអាទឹមលាស់ចាទឹមដាំបដូរចពេចហ្នឹងអូយគេចូលចិត្តចឹកខ្លាំងមែនទែនអានេះមកតាន់ណាបងប្អូនបើសិនជាមកមិនតាន់វិញចាគឺខ្ទេចទាំងអស់ 100% តែម្ដងព្រោះមន់គឺចូលចិត្តអញ្ចឹងខ្លាំងមែនទែនអញ្ចឹងបានថាមន់នៅខាងក្រៅជីវិតពិតវាខុសពីមន់ក្នុង Heyday ក្នុង Heyday គេចិញ្ចឹមមន់ផងគេមានដំណាំមានអីផងប៉ុន្តែមន់ហ្នឹងអត់ឲ្យចូលទៅចឹកដំណាំហ្នឹងឯងប៉ុន្តែមន់នៅក្រៅដូចខ្ញុំអីចាបងប្អូនអរគ្នាឃើញស្រាប់ហើយគឺខ្ទេចតែម្ដងមិនត្រឹមតែចឹកឯឡើងដេកលេងនៅនឹងទៀតក៏លេងមកខាងនេះវិញពោតបារាំងរបស់យើងចាស់អស់លេងញ៉ាំលេងតន់ហើយមានអារម្មណ៍ថាមិនដឹងថាយកទៅធ្វើអីឲ្យតន់នេះដោយសារផ្លែរបស់វាហ្នឹងគឺបានញ៉ាំរាល់ថ្ងៃហើយប្រហែលដើមហ្នឹងឯងប៉ុន្តែផ្លែច្រើនខ្លាំងមែនទែនអញ្ចឹងអាណាចាស់ក៏សេរីកាត់ចោលអញ្ចឹងទៅអាណាខ្ចីក៏ទុកញ៉ាំអញ្ចឹងទៅហើយម្រះនេះវិញចាភ្លេចមើលឡើងប៉ុណ្ណាណៃធំខ្លាំងបាត់ហើយតើពេលមកមើលខាងនេះវិញបងប្អូនអើយថាមិនទុកពូជទេតើពេលបើកទឹកกระดาษមកទុំហើយស្រាច់ចាល្មមនឹងឯងខ្ញុំគិតថាចេះម្រះបើសិនជាយើងទុកពូជវាជាលើកទី2អញ្ចឹងខ្លាចវាអត់ល្អចង់ទិញគ្រាប់គេដាំតែម្ដងតើពេលគ្រាប់បើកกระดาษមកទុំអញ្ចឹងហើយចាមានតែទុកពូជសាកមើលទៅមិនដឹងថាកើតមិនកើតទេណាព្រោះវាជាគេថាចំនួនទី2នឹងឥឡូវយើងមកកាត់ម្រះតែម្ដងទៅព្រោះអីធំហើយអត់មានកម្រងក្នុងការកាត់ទេតែតើពេលវាធំហើយមិនកាត់ក៏វាមិនកើតដែរព្រោះបើសិនជាអត់កាត់ទេគឺវាទុំហើយកាត់នេះយកកាត់ដាក់ក្នុងទូសិនទេមិនទាន់ដឹងថាធ្វើអីឲ្យពិតប្រកបទេព្រោះអីចាមហូបមានហើយស្រាច់តែនឹងតែម្រះយើងអាចយកទៅធ្វើច្រើនមុខអញ្ចឹងហើយយើងអត់សុញគំនិតទេយើងចង់ស៊ុបម្រះក៏បានស្ងោរក៏បានខក៏បានចាហើយមិនត្រឹមប៉ុណ្្នឹងឯងជៀនជាមួយពងទាក៏បានដែរនិយាយទៅយើងអាចច្នៃបានច្រើនមុខអញ្ចឹងមិនសូវខ្វល់ទេមកកាត់ម្ទេសដែរដោយសារតែមុខម្ហូបថ្ងៃនេះចាគឺខ្ញុំចង់ដាក់ម្ទេសខៀវបែបនេះធ្វើជាទឹកជ្រលក់អញ្ចឹងហើយចាកាត់ម្ទេសកាត់អីខ្លួនយើងអញ្ចឹងទៅហើយបូកជាមួយនឹងក្រូចឆ្មារបស់យើងតែមួយផ្លែទៀតទៅប៉ុណ្ណេះគឺគ្រប់គ្រាន់តែម្ដងចាងាយពីផ្ទះរបស់នាងខ្ញុំផ្ទាល់ចាឥឡូវនេះវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ដែរអរគុណបងប្អូនអរគ្នាសម្រាប់ការមើលវីដេអូមួយនេះសូមជូនពរសុខភាពល្អសូមជម្រាបលា